Thao kè, robotទាំងនេះលក់អត់ចង់បានអាហ្នឹងយកទៅធ្វើអីយកទៅធ្វើគ្រឿងរបស់នេះពិបាកធ្វើណាស់ធានាមានអ្នកស៊ីពួកម៉ាក់អញចង់បានមួយធុងនេះមែនទេរបស់ទាំងនេះថ្មីថ្ងៃនេះមែនទេនេះតើខ្ញុំមិនហ៊ានលក់របស់សោតទេជួយសរសេរបញ្ជីទិញអីវ៉ាន់ឲ្យខ្ញុំមួយបានទេធ្វើម្ហូបត្រូវដឹងប្រភពច្បាស់អញមកចាប់ណាស់តើអូខេយកទាំងអស់គិត$5ថៅកែទុកបោះចោលសោះនៅលក់$5ទៀតបើថ្លៃកុំទិញខ្ញុំខ្ជិលរហូតដែរយកលុយ$5ទៅទិញរបស់សោហ្នឹងយប់នេះមិនបាច់ស៊ីបាយទេអីខ្ញុំយកអញទិញមែនហេគីហេងធ្វើអីនេះកុំអាគេងចង់ធ្វើអីទៀតហើយរកលុយពឹងលើអាហ្នឹងពួកម៉ាក់នេះមិនមែនរកលុយទេគឺយកលុយទៅបោះចោលតែត្រូវតែសាកខ្ញុំសល់តែឱកាសមួយនេះទេយកចានដែកមកចានដែកណៃណានៅក្បែរហ្នឹងអូហូអញចេះធ្វើមែនតើនិយាយឈួតអញមិនមែនជាអ្នកចិញ្ចឹមទាទេចិញ្ចឹមទាចេះធ្វើគ្រឿងដែរចិញ្ចឹមទាតែមិនស្គាល់ទាគឺចិញ្ចឹមឥតប្រយោជន៍ហើយនៅកន្លែងចិញ្ចឹមទាអញគិតតែរឿងនឹងរាល់ថ្ងៃមែនទេច្បាស់ជាគិតហើយគិតពីឆ្អឹងទាគិតពីការលក់គិតពីការរក្សាទុកធ្វើម៉េចកុំឲ្យខាតទឹកស៊ុបមួយឆ្នាំងនេះខ្ញុំគិតអស់រយៈពេល6ឆ្នាំហើយផ្កាចាន់ឈើអែមស្លឹកក្រអូបម្ទេសក្រៀមខ្ញីនិងស្លឹកខ្ទឹមទិញតែប៉ុណ្ណឹងគ្រាន់តែអីគ្រាន់ហើយមីងខ្ញុំសុំខ្ចីឆ្នាំងស៊ុបមួយយកបានទេអញជាអ្នកណាស្អែកព្រឹកខ្ញុំសុំវិញ$10មើលទៅអញដូចមានលុយ$10អញ្ចឹងមីងគេចេះធ្វើមែនតើទាំងលាងសម្អាតទាំងរៀបចំគឺមកចាប់ណាស់យកឆ្នាំងខ្ញុំទៅស្ងោររបស់អស់ហ្នឹងមិនឲ្យខ្ចីទេធំក្លិនឆ្អាបអស់ហើយមីងខ្ញុំគ្មានអីបញ្ចាំទេសុំផ្ញើអានឹងទុកនៅទីនេះសិនចុះបើខូចឆ្នាំងស្អែកខ្ញុំសុំវិញពិតមែនលេខ1ទូទាំងស្រុកពីមុនអញពូកែដល់ថ្នាក់នឹងផងលេខ1ទូទាំងស្រុកមិនក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះគ្រូសាខ្ញុំមានរឿងបន្តិចបន្តួចយកទៅប្រើចុះកុំឲ្យខូចណាហើយត្រូវធ្វើឲ្យស្អាតល្អកុំបំផ្លាញផ្លូវខ្លួនឯងអរគុណមីងខ្ញុំនឹងចាំទុករបស់នេះអាចបដូរពណ៌បានទៀតហេពិតមកទៅហាបើហួសពេលឬជោគខ្យល់វានឹងល្វីងមានអីខុសមែនទេក្លិននេះមិនធម្មតាទេរបស់ថប់មិញនេះឥឡូវក្លិនដូចនៅក្នុងភោជនីយដ្ឋានអញ្ចឹងត្រូវដាក់តាមលំដាប់លំដោយទៀតហេភ្លើងខ្លាំងពេកវាបែកសាច់ភ្លើងខ្សោយពេកមិនចូលជាតិគ្រឿងនីមួយប្រើពេលខុសគ្នាផ្ចិតផ្ចង់ដល់ថ្នាក់ហ្នឹងបើធ្វើម្ហូបមិនផ្ចិតផ្ចង់ទេកុំធ្វើលក់ឲ្យគេអីចៅសានអញគិតថាពិតជាលក់ដាច់មែនហ៎ដាច់តើពឹងលើអីទៅចុះបើគ្មានអ្នកទិញពឹងលើរសជាតិបើគ្មានអ្នកទិញខ្ញុំស៊ីខ្លួនឯងយ៉ាងហោចណាស់ក៏មិនអត់បាយយកនេះដែរខ្ញុំសុំភ្លក់មួយម៉ាត់បានទេក្តៅណាស់ក្តៅមិនមែនទេគឺឈ្ងុយណាស់ចៅសានឈ្ងុយខ្លាំងណាស់វើយកុំប្រើដៃធ្វើម្ហូបលក់ដៃត្រូវតែស្អាតមិនហើយត្រូវតែស្អាតពួកយើងរកស៊ីត្រឹមត្រូវតើទៅរកក្តារស្អាតមួយមកលាងឲ្យស្អាតទៅយកធ្វើអីរៀបចំលក់ឥឡូវនេះហ្មងបើទុកឲ្យត្រជាក់លេងឆ្ងាញ់ហើយចាំខ្ញុំស្រែកហៅភ្ញៀវឲ្យអញចេះស្រែកហៅភ្ញៀវដែរទីនេះជាមួយខ្ញុំសំឡេងក៏ជារបស់ខ្ញុំដែរមកមើលកុំឲ្យរំលងគ្រឿងទីក្រោមស្ពានឈ្ងុយឆ្ងាញ់ភ្លេចផ្ទះហ្មងកុំស្រែកថាក្រោមស្ពានអីគ្រឿងទីថ្មីមានតែមួយឆ្នាំងទេលក់អស់គឺអស់ហើយនេះជាស្អីហ្នឹងសុំភ្លុកបន្តិចមើលមួយប៉ុន្មានដែរមួយចំណែក$2យកឲ្យខ្ញុំ3ចំណែកមកលក់ដាច់មែនវើយកុំភ័យអាប់លុយឲ្យគេទៅ3ចំណែកអស់$6គាត់ឲ្យ$10ត្រូវអាប់$4ខ្ញុំដឹងហើយគ្រាន់តែដៃរហ័សបន្តិចដៃរហ័សគ្មានប្រយោជន៍ទេកញ្ញាមិនត្រូវឲ្យខុសឡើយមិនក៏ឆ្អឹងទានេះឈ្ងុយម្លេះទឹកគ្រឿងជួយបំបត្តិក្លិនឆ្អាបឆ្អឹងទីជួយបង្កើនក្លិនឈ្ងុយថៅកែអាចធ្វើឲ្យហិរបន្តិចបានអត់យប់នេះមានតែមួយឆ្នាំងនេះទេស្អែកចាំខ្ញុំធ្វើហិរតិចនិងហិរខ្លាំង
1 2 3កុំអាគិតតែរកលុយប្រមូលអីវ៉ាន់ទុកដាក់ឲ្យស្អាតសិនភ្លាមហ្មងសុំមើលលទ្ធផលយប់នេះសិនចៅសាន$73លក់បាន$73វើយតថ្លៃដាំចេញចំណេញបានជាង$50ល្អហើយគ្រាន់បើជាងរត់ម៉ូតូកង់3មួយថ្ងៃបានតែ$10ទៅ$15រងចាំមួយកក់នៅមុខយប់នេះរកបានជាង$50បាត់ចៅយានស្អែកធ្វើទៀតអត់ធ្វើតើនៅតែលក់គ្រឿងទីនឹងទៀតមែនទេលេងសិនទៅចុះទៅថ្ងៃមុខពួកយើងត្រូវរកប្រភពទំនិញល្អជាងនេះថ្ងៃនេះគ្រាន់តែដើម្បីរស់ស្អែកទើនជាការរកស៊ីពិតប្រាកដអញ្ចឹងខ្ញុំធ្វើជាមួយឯងធ្វើថៅកែធំខ្ញុំធ្វើតែលាងឆ្នាំងសិនទៅថៅកែរងក៏ត្រូវលាងឆ្នាំងដែរលាងទៅធ្វើថៅកែរងអីក៏កំសត់ឥឡូវឯងមិនមែនជាថៅកែរងទេចុះខ្ញុំជាស្អីជាអ្នកលាងឆ្នាំងថៅកែចៅនិយាយអញ្ចឹងខូចចិត្តអស់ហើយលាងក៏លាងថៅកែរងត្រូវតែចេះអត់ធ្មត់មកហើយចៅយានធ្វើមិនទៅអ្នកណាជាម្ចាស់តូបគឺខ្ញុំមានច្បាប់អនុញ្ញាតអត់មានទេពួកម៉ាក់មិនក៏ឯងឆ្លៃត្រង់ម្លេះគ្មានច្បាប់ផងហ៊ានលក់គ្រឿងបរិភោគនេះជាអាហារមិនមែនលក់ខោឲ្យចាស់ទេណាដឹងអត់បាត់ដឹងលក់ដូរក្រោមស្ពានបែបនេះពិតជាមិនសូវគួរឲ្យទុកចិត្តមែនក្លិនឈ្ងុយពិតមែនតែគ្មានច្បាប់បេរបស់ប្អូនប្រុសនេះស្អាតល្អណាស់ខ្ញុំទើបតែស៊ីអស់ពីចំណែកឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់មិនមែនមានន័យថាស្របច្បាប់ទេប្រភពទំនិញខ្ញុំបានកត់ត្រាទុកទាំងការលាងសម្អាតនិងពេលវេលាស្ងោរខ្ញុំមិនបានធ្វើលំទេទោះជាអញកត់ត្រាច្បាស់លាស់ក៏ដោយក៏នៅតែជាការលក់ដូរគ្មានច្បាប់ដែររឿងនេះខ្ញុំទទួលស្គាល់របស់សយប់នេះខ្ញុំមិនលក់ទៀតទេស្អែកព្រឹកខ្ញុំនឹងទៅចុះបញ្ជីការអនុញ្ញាតឯងឈ្មោះអីខ្ញុំឈ្មោះចៅយានពីមុនធ្វើការអីដែរចិញ្ចឹមទាខ្ញុំស្គាល់ទីច្បាស់ណាស់របស់នៅក្នុងឆ្នាំងកុំអាប៉ះពាល់ត្រូវរឹបអូសទុកសិន